ក្មេងប្រុសម្នាក់កំពុងតែឈរលួចមើលវិញម្យ៉ាងទៅតាមបរោះលោះប្រហោទេហើយហាក់ដូចជាឃើញមានបរោះម្នាក់នៅក្នុងនោះកំពុងតែធ្វើអ្វីមួយហើយឥឡូវនេះខ្ញុំក៏បានដើរដល់ភូមិមួយនៅប្រទេសកម្ពុជាហើយភូមិនេះហាក់ដូចជាចម្លែកខាងណាស្ងាត់ដូចជាគ្មានមនុស្សចេញចូលនៅពេលយប់តតែសោះមកដល់ទីនេះខ្ញុំក៏បានឃើញផ្ទះមួយមានបើកអំពូលភ្លើងដែលប្លែកពីផ្ទះដទៃទៀតអ្វីដែលចម្លែកនោះគឺថានៅក្នុងផ្ទះគឺអុជទៀនតែនៅក្រៅផ្ទះបែបជាបើកអំពូលភ្លើងទៅវិញ5ជួរនោះក៏សេញតាមច្រត់ឆាប់យ៉ាងនេះបានក្រាមសម្រាប់សិកបានហើយពេលនោះផងដែរខ្ញុំក៏បានឮសំឡេងសូត្រអ្វីមួយខ្ញុំក៏ដើរកាន់ទៀនចូលមកក្នុងផ្ទះនោះតែម្ដងហើយខ្ញុំក៏បានឃើញតាមជញ្ជាំងផ្ទះគឺសុទ្ធតែយ័ន្តហើយយ័ន្តទាំងនោះក៏បានផុសចេញពីជញ្ជាំងផ្ទះហើយកំពុងមានអ្វីកើតឡើងនៅក្នុងផ្ទះមួយនេះខ្ញុំមិនមែនសមន្ទេមែនទេចង់ដឹងណាស់មែនទេបើអ្នកទាំងអស់គ្នាចង់ដឹងថាតើមានអ្វីកើតឡើងនៅក្នុងផ្ទះនេះសូមចុច follow ដើម្បីតាមដានរឿងនេះបន្ត